នៅថ្ងៃបងប្អូនទាំងអស់គ្នាខ្ញុំឃើញក្រុមឆ្កែស្លន់និងសន្តិភាពមកក្រុមជាពិសេសពួកម៉ាក់ខ្ញុំអភ័យវណ្ណៈហ្នឹងហើយគេនាំគ្នាជួបលៀងអោបអសាទររឿងអាមេរិកគេបិទវិសុអាស៊ីសេរីនិងវិសុ VOA ហ្នឹងហើយគេនាំគ្នាអោបអសាទរហើយខ្ញុំអស់សំណើចមែនតើហើយអ្នកខ្លះគេសួរខ្ញុំថាចេះមិនដែរមានអារម្មណ៍មិនដែរនៅពេលគេបិទវិសុ VOA និងអាស៊ីសេរីអញ្ចឹងហើយខ្ញុំធម្មតាមើល Facebook ខ្ញុំនៅផ្សាយចេញធម្មតាហ្នឹងហើយមានពាក់ព័ន្ធអីជាមួយនឹងអាស៊ីសេរីនិង VOA យ៉ាងនិយាយចឹងសម័យបច្ចេកវិទ្យាសម័យផ្សាយព័ត៌មានតាមអ៊ីនធឺណិតអត់ពិបាកទេយ៉ាងនិយាយចឹងអត់មានឈឺក្បាលវិលមុខមួយអាចារ្យហ្វីទេចង់និយាយថាអញ្ចឹងអាណាភ្លើននិងអាចារ្យហ្វីជីធម្មតាហើយអាផៃវណ្ណៈពួកម៉ាក់ខ្ញុំនោះថាមកដកធ្វើខ្ញុំនោះអត់ឃើញមកដកអសោះអើយពួកអានេះឈួតសុតមកហើយអាមេរិកគេដាក់ប្រទេសនៅក្នុងការពមៀនហើយមិននាំគ្នាស្កាត់ជើងអត់អោបអសាទរទេពួកអាលបលយោនេះដៃកញ្ចល់ហើយអញអើយកម្ពុជាគេដាក់ហើយនៅក្នុងប្រទេសដែលមានការពមៀនណាដែលមានមន្ត្រីពុករលួយច្រើនជាងគេហ្នឹងហើយvậy vậy vậy ở đâu có sao tớ thì đây cái trò là quả này đi ta lúc sorry